800 យន្តហើយទៅកាលពី3ឆ្នាំមុនយើងមិនបាននិយាយគ្នាបែបនេះទេបងប្រុសកុំទាន់អើខឹងអីឆ្នាំនេះប្រាក់ចំណូលរោងចក្រមិនសូវល្អទេលុយថ្លៃទំនិញពីខាងក្រៅក៏មិនទាន់ប្រមូលបានដែរខ្ញុំក៏កំពុងដោះស្រាយបញ្ហាមួយដើម្បីទប់ទល់នឹងបញ្ហាមួយទៀតដែរ800 យន្តនេះយកទៅប្រើប្រាស់ក្នុងឱកាសបុណ្យចូលឆ្នាំសិនទៅតាមពិតខ្ញុំគួរតែឲ្យបង 1000តែខែមុនបងសុំឈប់សម្រាកជូនពូទៅមន្ទីរពេទ្យព្យាបាលជំងឺអស់3ថ្ងៃខ្ញុំកាត់ចេញ200សំហេតុផលហើយមែនទេប្រាក់ចំណូលមិនសូវល្អលុយដែលអញទើបតែដាក់ស្រោមសម្បត្តិឲ្យគេមិញយ៉ាងហោចណាស់ក៏2000 យន្តដែរកាលពី3ឆ្នាំមុនគឺឯងនឹងឪពុករបស់ឯងដែលបានលុបជង្គង់សុំអង្គរឪពុកខ្ញុំកាលនោះអ្នកណាដែលអង្វរខ្ញុំឲ្យជួយរោងចក្រដែលជិតខ្សែធនមួយនេះអ្នកគឺជាអ្នកសន្យាជាមួយខ្ញុំផ្ទាល់មាត់ថានឹងឲ្យរោងចក្រនេះរស់រានមានជីវិតឡើងវិញហើយចែកប្រាក់ចំណេញ 30% ឲ្យខ្ញុំនៅចុះឥឡូវអ្នកឲ្យលុយតែ800នឹងមកដេញខ្ញុំចេញមែនទេបងថ្លៃបងក៏មិនមែនក្មេងទៀតដែរហើយអ្វីនៅចេះស្រមៃចង់បានរឿងដែលមិនអាចទៅរួចបានគ្រាន់តែជាអ្នកជួសជុលម៉ាស៊ីនក្នុងរោងចក្រដែលប្រើកម្លាំងបន្តិចបន្តួចប៉ុណ្ណោះហ៊ានទីចំណេញប្រាក់ចំណេញដល់ទៅ 30% ពីខ្ញុំទៀតយកមុខមាត់ឯណាមកទៀតពិតមែនហើយការបញ្ជាទិញរបស់ក្រុមហ៊ុនសុទ្ធតែជាការខិតខំរបស់លោកចៅទាំងអស់ម៉ាស៊ីនទាំងនោះក៏លោកម្ចាស់ជាអ្នកចំណាយលុយទិញបងគ្រាន់តែជាកម្មករប្រើកម្លាំងបាយម្នាក់ហើយអ្វីក៏ចេះតែមកធ្វើចាស់ភាសាដាក់អ្នកដទៃបែបនេះគ្មានដៃរបស់ខ្ញុំនេះទេតើម៉ាស៊ីនចាស់ដែលគេបោះបង់ចោលក្នុងរោងចក្រអ្នកនេះអាចផលិតទំនិញតាមស្តង់ដារនាំចេញទៅទីក្រុងបានដោយរបៀបណាសូម្បីតែប្លង់ម៉ាស៊ីនមួយសន្លឹកអ្នកក៏មើលមិនយល់ផងតើអញអាចទទួលធ្វើការបញ្ជាទិញដែលមានកម្រៃខ្ពស់ទាំងនោះបានទេកុំយកពីឥតប្រយោជន៍មកនិយាយជាមួយខ្ញុំអញស្មានថារោងចក្រខ្ញុំដំណើរការដោយសារតែអញម្នាក់ឬខ្ញុំនៅមានវិស្វករផ្សេងទៀតធ្វើការឲ្យខ្ញុំដែរតើអញចង់ឲ្យខ្ញុំចែកប្រាក់ចំណេញឲ្យមនុស្សគ្រប់គ្នាយ៉ាងណាតើរោងចក្រនេះបើកមកដើម្បីចិញ្ចឹមពួកអញឬបានកាលពីដើមពេលឃើញអញចិត្តខ្សែធនយំនិយាយលុបជង្គង់អង្គគេខ្ញុំគិតឃើញថាជាបងប្អូនជីដូនមួយនឹងគ្នាទើបសុខចិត្តចោលការងារដ៏ល្អរបស់ខ្ញុំដើម្បីស្មានថាខ្ញុំជួយchoមនុស្សមិនស្គាល់គុណបែបនេះសោះមនុស្សមិនស្គាល់គុណហើយអញត្រូវចាំឲ្យច្បាស់ពេលនេះគឺខ្ញុំទេដែលជាអ្នកចិញ្ចឹមអញបើអញមិនចង់ធ្វើបន្តទៀតទេក៏ហៅទៅឲ្យឆ្ងាយពីទីនេះភ្លាមទៅបានខ្ញុំនឹងទៅខ្ញុំចង់ដឹងណាស់ថាតើនឹងមានរឿងអ្វីកើតឡើងបើគ្មានដៃគូរបស់ខ្ញុំនេះទេរោងចក្រដូនដាបរបស់អ្នកនេះអាចបើកបានយូរប៉ុណ្ណាទៅលោកនាយកចៅកុំខឹងអីគាត់គ្រាន់តែជាកម្មករដែលគេបញ្ឈប់ពីការងារប៉ុណ្ណោះក្រៅពីធ្វើការឲ្យលោកតើមានអ្នកណាទៀតដែលចង់បានគាត់ទៅទុកឲ្យគាត់ទៅចុះចាំដល់ពេលដែលកូនប្រុសកែវភ្នែករបស់គាត់ដល់ពេលត្រូវបង់ថ្លៃសាលារៀនគាត់ប្រកាសជាត្រឡប់មកលុតជង្គង់សុំខ្ញុំមិនខានវ៉ៃដងត្រឡប់មកវិញហើយហីអញកុំដើរមកហូបក្នុងឆ្នាំងទុកឲ្យហើយទៅលាងដៃទៅរួចមកញ៉ាំអីទៅកុំឲ្យវាត្រជាក់ប៉ាត្រឡប់ពីធ្វើការវិញហើយវ៉ៃដងរោងចក្ររបស់ហៃទៅនោះចុងឆ្នាំនេះដល់ពេលចែកប្រាក់ចំណេញហើយមែនទេឆ្នាំនេះកូនស៊ីវយូខំប្រឹងរៀនណាស់ចិត្តត្រូវទៅរៀននៅទីក្រុងខេត្តហើយរៀននៅសាកលវិទ្យាល័យលំដាប់ថ្នាក់ខ្ពស់នេះក៏ជាត្រកូលចៅរបស់យើងដែលនឹងមាននិស្សិតសាកលវិទ្យាល័យដំបូងគេថ្លៃឈ្នួលសិក្សានិងថ្លៃស្នាក់នៅរបស់និស្សិតឆ្នាំទី1វាមិនមែនជាចំនួនទឹកប្រាក់តិចតួចទេយើងកំពុងត្រូវការលុយនេះជាបន្ទាន់ដើម្បីបង់ថ្លៃសាលាបាទពុកតាមពិតទៅបើថ្លៃស្នាក់នៅមិនគ្រប់គ្រាន់ទេពេលដែលខ្ញុំទៅដល់ក្រុងខ្ញុំអាចដាក់ពាក្យសុំធ្វើការងារក្រៅម៉ោងបានពុកកុំធ្វើការហត់នឿយពេកអីកុំឃើញមួយរយៈនេះពុកហត់រហូតដុសសក់ស្កើច្រើនណាស់ឯឲ្យទៅវិញទោះបីវាមានចរិតឆេវឆាវបន្តិចមែនតែវាក៏ជាប្អូនជីដូនមួយបង្កើតរបស់បងដែរពេលឆ្នាំកន្លងមកនេះបងបានជួយរៀបចំរោងចក្រវាឲ្យមានជីវិតឡើងវិញតាមកិច្ចព្រមព្រៀងដើមគឺទទួលបានប្រាក់ចំណេញ 30ប្រហែលជាគ្រប់គ្រាន់សម្រាប់ថ្លៃសិក្សារបស់កូនតូចយើងហើយសម្រាប់គ្រួសារយើងទាំងមូលឲ្យបានឆ្លងឆ្នាំដោយសុខសាន្តវ៉ៃដងតើខាងហៃតើមានបញ្ហាអ្វីឬមានរឿងអ្វីកើតឡើងមែនទេប្រាក់ចំណេញឆ្នាំនេះ800 យន្តមានតែប៉ុណ្្នឹងទេខា800 យន្តកាលពីដំបូងពេលហៃទៅលុបជង្គង់អង្វរឲ្យអ្នកទៅជួយគេមិនមែនគេធ្លាប់សន្យាថានឹងចែកចំណេញ 30% ឲ្យអ្នកទេគិតទៅវាគួរតែបានយ៉ាងហោចណាស់ក៏រាប់ម៉ឺនយន្តដែរហើយអ្វីបានជាឲ្យមកតែ800 យន្តទៅវិញ800 យន្តធ្វើបែបនេះវាពេកហើយគ្រូសាពូរបស់គេឆ្នាំនេះទើបតែទិញទូរទស្សន៍ពណ៌ថ្មីឯកូនប្រុសហៃទៅវិញស្លៀកពាក់សុទ្ធតែមាសពេជ្រហើយអ្វីបានជាដល់ពេលអ្នកគេបែរជាឲ្យតែ800 យន្តទៅវិញខ្ញុំនឹងទៅគិតបញ្ជីជាមួយវាឈប់សិនកុំចិត្តចូលរៀនមហាវិទ្យាល័យហើយណាចេះតែចង់ប្រើកម្លាំងបាយទៅឆ្លុះប្រកែកជាមួយមនុស្សអសិលធម៌បែបនោះមានតែធ្វើឲ្យខូចអនាគតកូនឯងទេវាមានតម្លៃដែរប៉ាគាត់ធ្វើបែបនេះគឺមើលងាយប៉ាពេកហើយបើការនោះមិនមែនព្រោះតែប៉ារោងចក្រចិត្តដួលរលំរបស់វាច្បាស់ជាបិទទ្វារបាត់ទៅហើយប៉ាកំពុងធ្វើអ្វីហ្នឹងគឺប៉ាដែលខុសប៉ាជាមនុស្សចាស់ដែលល្ងងខ្លៅមើលមនុស្សមិនច្បាស់ការនោះគ្រាន់តែគិតឃើញពីទំនាក់ទំនងសាច់ឈាមឃើញពូរបស់កូនយំសុំអង្វរគួរឲ្យអាណិតទើបប៉ាបង្ខំចិត្តបោះបង់ការងារមានស្ថិរភាពទៅជួយអតិថិជនម្នាក់នោះទៅវិញខ្ញុំធ្វើឲ្យអ្នកធ្លាក់ក្នុងភ្នក់ភ្លើងតើខ្ញុំអាចសងគុណអ្នកដោយរបៀបណាគ្រូសាយើងមួយនេះប៉ារឿងនេះមិនមែនជាកំហុសប៉ាទេវាជាកំហុសខ្ញុំផ្ទាល់ដែលមិនបានទាមទារកិច្ចសន្យាឲ្យបានច្បាស់លាស់តែជឿប៉ាទៅការខាតបង់នេះពួកយើងនៅតែអាចទទួលយកបានរបស់របរតិចតួចដែលឲ្យទៅលួចយកទៅនោះដល់ពេលមួយវានឹងត្រូវសងត្រឡប់មកវិញ10 ឬ100 ដងការខាតបង់គឺជាពរជ័យទោះពាក្យនេះគ្រាន់តែជាការលួងលោមអ្នកទុនខ្សោយក៏ដោយតែការខាតបង់ថ្ងៃនេះវាមានតម្លៃសម្រាប់ខ្ញុំណាស់បើមិនមានការខាតបង់នេះទេខ្ញុំក៏ប្រហែលជាមើលមិនឃើញច្បាស់ទេក្រឡេកមើលមុខពិតរបស់មនុស្សត្រឆានក្បត់គុណម្នាក់នេះតែចុះថ្លៃសាលារៀនរបស់កូនយើងត្រូវធ្វើម៉េចទៅ
គ្រួសារយើងពីដើមឡើយមិនសិតពីដំបូងឡើយគឺអ្នកឯងទេដែលរំលងស្ពានដុតចោលលុយចំណេញ 30% ដែលបានសន្យាក៏មិនព្រមយកលុយតែ800រៀលទៅបោះឲ្យគេដើម្បីដេញគេចេញដល់ពេលនេះអ្នកនៅមានមុខទៅជាគេថាជាមនុស្សក្បត់គុណទៀតនាងនិយាយស្អីនាងជាមនុស្សស្រីល្ងងខ្លៅដែលចេះតែរកស៊ីក្បត់ប្តីនាងកំពុងតែការពារអ្នកណាខ្ញុំការពារការពិតអ្នកបានដេញអ្នកជំនាញពិតប្រាកដដែលជាអ្នកសង្គ្រោះជីវិតពួកយើងចេញទៅបាត់ហើយឥឡូវនេះរោងចក្រចិត្តដល់ថ្ងៃកំណត់ប្រគល់ទំនិញហើយបើលោកលីបដឹងនៅពេលណាយើងនឹងត្រូវសងសំណងរំលោភកិច្ចសន្យាដល់ទៅ3ដងផ្ទះមួយនេះនិងឡានមួយនេះសុទ្ធតែត្រូវតុលាការរឹបអូសទាំងអស់ផ្លូវរស់តែមួយគត់របស់អ្នកនៅពេលនេះគឺត្រូវដាក់ចុះនៅភាពអំនួតដល់គួរឲ្យអស់សំណាច់នោះនាំពុកម៉ែទៅរោងចក្របងប្រុសលុតជង្គង់ចុះដោយចិត្តស្មោះត្រង់សំពះសុំទោសគាត់ទៅសុំឲ្យគាត់មានចិត្តមេត្តាជួយទាញគាត់មួយដៃមកបើមិនដូច្នេះទេគ្រួសារយើងនឹងខ្សែធនទៅសុំទានគេមិនខានពិតមកទៅអញជានរណាហ៊ានមកបង្រៀនអញមែនទេឲ្យអញទៅលុតជង្គង់សុំទោសវាសុបិនទៅចុះទោះបីជាអញកំទេចរោងចក្រចោលក៏ដោយក៏មិនទៅអង្វរអាអ្នកធ្វើការថោកទាបម្នាក់នោះដែរល្អណាស់ចៅហើយតើផ្លូវដែលអញដើរនេះគឺអញជាអ្នកជ្រើសរើសដោយខ្លួនឯងទេដល់ថ្ងៃដែលត្រូវខ្សែធនរំលាយចោលពេលនោះគុំមកសោកស្ដាយឲ្យសោះលោកលីវហេតុអ្វីលោកមកដល់ទីនេះដោយផ្ទាល់បែបនេះសូមអញ្ជើញចូលមកខាងក្នុងសូមអញ្ជើញអង្គុយចុះលោកលីវលោកជួយស្ដាប់ការបកស្រាយរបស់ខ្ញុំសិនទំនិញទាំងនោះយើងកំពុងតែដេញដោលផលិតឲ្យទាន់ពេលវេលាហើយគ្រាន់តែថ្មីនេះនៅរោងចក្រមានបញ្ហាបច្ចេកទេសបន្តិចបន្តួចប៉ុណ្ណោះដល់ហើយសៅហើយតើឯងចង់កុហកខ្ញុំដល់ពេលណាទៀតខ្ញុំបានស៊ើបអង្កេតច្បាស់អស់ហើយរោងចក្ររបស់ឯងមិនបានដំណើរការតតែសោះសូម្បីតែអ្នកបច្ចេកទេសដែលអាចបញ្ជាម៉ាស៊ីនបានម្នាក់ក៏ឯងឯងយកអ្វីមកប្រគល់ទំនិញឲ្យខ្ញុំលោកម្ចាស់រោងចក្រដោយសារតែភីគីលោកបានរំលោភលើកិច្ចសន្យាធ្ងន់ធ្ងរធ្វើឲ្យការនាំចេញទំនិញតាមមកប៉ារបស់ពួកយើងប្រឈមនឹងហានិភ័យយឺតយ៉ាវយ៉ាងខ្លាំងយោងតាមកិច្ចសន្យាដែលយើងបានចុះហត្ថលេខាពីមុនខ្ញុំសូមដាក់ពាក្យបណ្ដឹងទៅកាន់ភីគីលោកជាផ្លូវការសូមលោកអនុវត្តតាមលក្ខខណ្ឌកិច្ចសន្យាជាបន្ទាន់ដោយបង់សំណងការខូចខាតចំនួន3ដងមកឲ្យខាងយើងប្រាក់ពីនៃរំលោភកិច្ចសន្យា3ដងលោកលីវសូមលោកមេត្តាផ្ដល់ផ្លូវរស់ឲ្យខ្ញុំផងសូមលោកមេត្តាផ្ដល់ពេលឲ្យខ្ញុំ2-3ថ្ងៃទៀតខ្ញុំប្រកាសជាអាចរកទំនិញមកប្រគល់ជូនបានឲ្យពេលឯងអញស្មានថាខ្ញុំមិនដឹងមែនទេថាហេតុអ្វីបានជាអញមិនអាចរកទំនិញមកប្រគល់បានអញធំឡើងបានដោយសារតែអាស្រ័យលើស្នាដៃបងប្រុសឯងគឺចៅវៃតុងអញក៏បានជោគជ័យមិនត្រឹមតែមិនគោរពតាមការសន្យាចែកចំណាយប្រាក់ចំណេញទេថែមទាំងឲ្យលុយតែបន្តិចបន្តួចហើយដេញអ្នកមានគុណរបស់ឯងចេញពីផ្ទះទៀតមនុស្សប្រភេទឯងដែលគ្មានការដឹងគុណជាសត្វអាគុណដែលគ្មានសូម្បីតែសិលធម៌ជាមូលដ្ឋានតើនៅមានអ្នកណាខ្លះធ្វើជំនួញជាមួយឯងទៀតមនុស្សដូចជាឯងនេះមុននឹងធ្វើជំនួញរៀនធ្វើជាមនុស្សឲ្យចេះសិនទៅលោកប្រធានចៅមហន្តរាយហើយហេនហោចអស់ហើយមន្ត្រីតុលាការមកដល់ហើយកាន់នេះធនាគាររបស់យើងទើបតែត្រូវបានគេបង្កប់ភ្លាមថាបង្កក់កាន់នេះលោកចៅហ្វាយមន្ត្រីតុលាការកំពុងយកលិខិតទៅបិទនៅរោងចក្រហើយអ្វីទាំងអស់ត្រូវបានគេរឹបអូសអស់ហើយអញធ្វើស្អីហ្នឹងដាក់លុយចុះនេះយកទៅឲ្យអ្នកទៅយកទៅសងបំណុលគេមែនទេសៅហើយតើអញវាពិតជាមនុស្សអសកម្មឥតប្រយោជន៍មែនរោងចក្រដែលរកលុយបានយ៉ាងល្អសោះត្រូវអញដែលជាមនុស្សក្បត់គុណនេះបំផ្លាញចោលអស់គ្មានសល់តែខ្ញុំតាមអញគឺព្រោះតែលុយទេឥឡូវនេះអ្នកសៃធនហើយប្រាក់នេះទុកជាប្រាក់សំណងនៃការបញ្ឈប់ពីការងារទៅចុះអាឡូសៅហើយតើមន្ត្រីតុលាការមកដល់ហើយផ្ទះវីឡាដ៏ប្រណិតរបស់អ្នករួមទាំងផ្ទះចាស់នៅស្រុកស្រែផងដែរទើបតែត្រូវបានគេបិទសញ្ញាសម្គាល់ដកហូតទាំងអស់ហើយមិនបានទេពួកអ្នកគ្មានសិទ្ធិមកដកហូតផ្ទះខ្ញុំទេសាឡុងស្បែកសុទ្ធរបស់ខ្ញុំគ្រឿងអេឡិចត្រូនិកនាំចូលរបស់ខ្ញុំទៀតចប់អស់ហើយចុះអ្នកនៅដេកធ្វើអ្វីទៀតម្ចាស់បំណុលនឹងមកដល់មុខផ្ទះឆាប់នេះហើយតើអ្នកចង់ឃើញពួកយើងទាំងគ្រួសារស្លាប់ទាំងអស់មែនទេតើខ្ញុំអាចធ្វើអ្វីបានទៀតរោងចក្របាត់បង់អស់ហើយលុយកាក់ក៏រលាយសាបសូន្យសូម្បីតែពួកអាដែលធ្លាប់តាមបម្រើខ្ញុំឥឡូវសុទ្ធតែនាំគ្នារត់គេចពីមុខខ្ញុំទៅសុំអង្វរបងប្រុសអ្នកទៅផ្លូវរស់តែមួយគត់របស់អ្នកពេលនេះគឺត្រូវទៅសុំអង្វរវៃដងសុំឲ្យគាត់អាណិតឃើញដល់ភាពជាបងប្អូនហើយជួយអ្នកម្ដងទៅទោះបីជាត្រូវទៅធ្វើជាកម្មករនៅរោងចក្រគាត់ក៏ដោយក៏នៅអាចរកបាយហូបបានដែរខ្ញុំមិនទៅទេ
ពេលនោះខ្ញុំជេរគាត់យ៉ាងមិនខ្លះពួកអ្នកមិនមែនមិនដឹងនោះទេឥឡូវខ្ញុំត្រូវទៅអង្វរនាងនាងមុខជីជន់ឆ្លីអាប់អន់ខ្ញុំមិនខានឯងនៅមានមុខមកនិយាយរឿងសេចក្តីថ្លៃថ្នូរទៀតអីពេលនេះឯងមិនទាន់ទាំងស្មើនឹងសត្វឆ្កែផងបើឯងមិនទៅគ្រួសារយើងទាំងមូលចាំតែដាច់ពោះស្លាប់តាមចិញ្ចើមផ្លូវហើយទៅលុតជង្គង់អង្វរនាងឲ្យត្រឡប់មកវិញឲ្យបានហើយតើអើយហេកម្មពៀណាស់ពិតជាកម្មពៀមែនអ្នកឲ្យគេចូលទៅនិយាយគ្នាឲ្យច្បាស់មុខទៅបងប្រុសខ្ញុំខុសហើយខ្ញុំវាពិតជាតែឆានមែនខ្ញុំដឹងកំហុសពិតមែនហើយសូមបងមេត្តាខ្ញុំផងបងជាមនុស្សចិត្តទូលាយសូមចាត់ទុកខ្ញុំដូចជាខ្យល់បក់ទៅចុះជួយសង្គ្រោះខ្ញុំផងបើបងមិនជួយខ្ញុំទេគឺខ្ញុំត្រូវជាប់គុកពិតមែនហើយបងប្រុសឲ្យតែបងព្រមត្រឡប់ទៅជួយកែសម្រួលម៉ាស៊ីនឲ្យខ្ញុំបងចង់រត់ការទាំងសងខាងក៏បានដែរខ្ញុំស្បោះខ្ញុំនឹងឲ្យប្រាក់ខែបង 20,000 ក្នុងមួយឆ្នាំសភ័យគ្រាន់តែជាពាក្យសន្យាខ្យល់សៅហើយតាវអញគិតថាពេញមួយលោកនេះមានតែឯងម្នាក់ទេដែលឆ្លាតអញគិតថាអ្នកដទៃសុទ្ធតែជាមនុស្សល្ងងដែលអញអាចកេងចំណេញបានមែនទេពេលឆ្នាំមុនពេលរោងចក្រអញចិត្តខ្សែធនក៏ដូចជាថ្ងៃនេះដែរអញលុបជង្គង់យំសោកនៅមុខខ្ញុំសន្យាថានឹងចែកចំណេញឲ្យខ្ញុំ3ចំណែកចុះលទ្ធផលវិញយ៉ាងម៉េចដែរខ្ញុំបានបោះបង់ការងារល្អរបស់ខ្ញុំចោលខ្ញុំធ្វើការឲ្យអញដូចគោដូចសេះអស់3ឆ្នាំកុំនិយាយរឿងកន្លងហួសទៀតអីអញយកលុយ800មកឲ្យខ្ញុំដូចជាឲ្យទានអ្នកសុំទានអញ្ចឹងបងខ្ញុំពិតជាវង្វេងស្មារតីមួយពេលមែនយើងជាបងប្អូននឹងគ្នាបាក់ឆ្អឹងក៏នៅជាប់សរសៃដែរបងមិនអាចឈោមើលខ្ញុំខ្សែធនរហូតដល់ស្លាប់បានទេបងប្អូនណាហេឈាមចុះមិនមែនជារបស់សម្រាប់ឲ្យមនុស្សអត់ប្រយោជន៍ដូចអញបិទឈាមយកទៅធ្វើជាដើមទុននោះទេពេលដែលអញកាត់ប្រាក់ខែខ្ញុំពេលដែលអញមើលងាយខ្ញុំនៅចំពោះមុខគេថាជាកម្មករថ្នាក់ទាបហើយអ្វីអញមិននឹកឃើញថាជាបងប្អូនដល់ពេលចិត្តងាប់ទៅហើយទើបនឹកឃើញយកសិលធម៌មកគំរាមគេបងខ្ញុំសុំអង្វរបងយកគុណសងនឹងទោសតែយកអ្វីទៅសងគុណវិញរឿងរស់ឬស្លាប់របស់អ្នកចាប់តាំងពីពេលដែលអ្នកបោះលុយ800នោះមកឲ្យខ្ញុំគឺលែងមានពាក់ព័ន្ធអ្វីជាមួយខ្ញុំទៀតហើយឆ្លៀតពេលដែលខ្ញុំនៅមិនទាន់ខឹងយកខ្សែស្អុយដ៏គួរឲ្យអស់សំណើចរបស់អ្នកនោះហើយប្រញាប់ចេញទៅឲ្យឆ្ងាយចាំទុកឲ្យច្បាស់ចាប់ពីពេលនេះទៅយើងទាំងពីរគ្រួសាររៀងខ្លួនកុំជួបមុខគ្នាទៀតឲ្យសោះវាយដងឲ្យគ្រួសារពូទី2របស់អ្នកនោះខ្ញុំបានឃើញច្បាស់អស់ហើយពួកគេសុទ្ធតែជាមនុស្សអាសោចគ្មានសិលធម៌នៅក្នុងរោងចក្រមានសន្តិសុខតាមដានពួកគេចូលមិនរួចទេប៉ុន្តែខ្ញុំខ្លាចពួកគេទៅរងចាំស្ទាក់ផ្លូវនៅផ្ទះចាស់របស់អ្នកយើងត្រូវតែប្រុងប្រយ័ត្នបន្តិចអ្នកគួរតែរើទៅនៅកន្លែងផ្សេងវិញទៅការបញ្ជាទិញក្រៅប្រទេសមុនដែលឆ្នាំនេះយើងចំណេញសុទ្ធជាង 60,000 ឥឡូវនេះអ្នកលេងខ្វះខាតលុយកាក់ហើយស្ដាប់ការណែនាំរបស់ខ្ញុំចុះទៅឯទីរួមខេត្តទៅទិញផ្ទះល្វែងឲ្យល្អបំផុតមួយប្រភេទដែលមានសន្តិសុខយាមកាយយ៉ាងតឹងរ៉ឹងនោះហើយរើផ្ទះទៅនៅទីនោះតែម្ដងទៅកុំគូសទ្វារទៀតអីលោកគ្រូចៅគាត់រកស៊ីមានបានធំហើយតាំងពីព្រលឹមស្រាំងថ្ងៃនេះមកគាត់បានបង់លុយដាច់ទិញផ្ទះថ្មីដ៏ល្អបំផុតនៅទីរួមខេត្តរួចហើយរើទៅនៅទីនោះដើម្បីសោយសុខអស់ហើយរើទៅបាត់ហើយមែនទេចុះឯណាហើយតើវិញវាទៅឯណាទៀតហើយទាំងដែលក្រុមហ៊ុនខ្សែធនអស់ហើយនៅតែមិនព្រមទៅរកការងារធ្វើទៀតតើឲ្យប្រពន្ធកូនស៊ីខ្យល់ទាំងអស់គ្នាមែនទេអាចទៅឯណាបានទៀតប្រកាសជាទៅលេងល្បែងស៊ីសងទៀតហើយជីវិតនេះតើត្រូវរស់បន្តយ៉ាងម៉េចទៅសំបីតែលុយទិញថ្នាំក៏គ្មានដែរឯងទៅណាទៅមករឿងអញពួកឯងមិនបាច់ចង់ដឹងទេបើស្អែកនៅតែរកលុយមិនបានទៀតនោះអញនឹងកាច់ជើងទាំងពីររបស់ឯងឲ្យបាក់នៅទីនេះសៅហើយតាអញធ្វើស្អីហ្នឹងយកមកវិញនោះជាលុយថ្លៃសាលារៀនរបស់កូនឯងយកទៅមិនបានទេអញលក់របស់របរក្នុងផ្ទះអស់ហើយនេះជាលុយចុងក្រោយសម្រាប់សង្គ្រោះជីវិតគ្រួសារយើងហើយចេញទៅអញស្ទើរតែរក្សាជីវិតខ្លួនឯងមិនបានទៅហើយ
ចាំបាច់ខ្វល់រឿងថ្លៃសាលារៀនស្អីទៀតមិនមែនរឿងអញទេអាត្រិឆានឯងយកខ្សែនេះទៅធ្វើអ្វីនោះគឺជាលុយដែលនាងសៀវវិញខំធ្វើការសន្សំសំចៃលុយ1 សេនដែលនាងខំរកមកបានវាជាលុយថ្លៃរៀនសូត្ររបស់ក្មេងឯងយកវាទៅមិនបានទេអាចាស់ក្បាលរឹងកុំមកស្ទះផ្លូវអញទៅងាប់ទៅអាត្រិឆានអញវាសត្វត្រិឆានដែលហ៊ានវាសំបីតែឪពុកបង្កើតខ្លួនឯងហេតុអ្វីបានជាអញបង្កើតកូនដែលជាសត្វត្រិឆានបែបនេះមកកម្មពៀហើយនេះវាជាកម្មពៀលោកគ្រូពេទ្យប្តីខ្ញុំគាត់យ៉ាងម៉េចហើយអ្នកជំងឺមានរបួសធ្ងន់ធ្ងរត្រង់ក្បាលប៉ុន្តែនោះមិនមែនជារឿងសំខាន់បំផុតនោះទេអ្វីដែលធ្ងន់ធ្ងរបំផុតនោះគឺដោយសារតែគាត់មានជំងឺក្លឹមរ៉ាំរ៉ៃមកយូរហើយបូករួមនឹងការប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំងនៅពេលនេះវាធ្វើឲ្យគាត់ខឹងខ្លាំងរហូតវាបណ្ដាលឲ្យមានអាការដកដង្ហើមស្រាវយ៉ាងធ្ងន់ធ្ងរអ្នកជំងឺកំពុងស្ថិតក្នុងសភាពគ្រោះថ្នាក់បំផុត